សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ថ្មីរបស់ខ្ញុំថ្ងៃនេះពួកខ្ញុំនាំគ្នាមកអុជធូបនៅកន្លែងវិហារចិនមកកន្លែងដែលនៅចិត្តកន្លែងធ្វើការដែរហើយក្នុងនឹងវិហារនឹងដែរគឺមានទេសភាពស្អាតដើមឈើស្អាតស្អាតហើយមានសួនច្បារមានអីនៅក្នុងនឹងជាច្រើនដែរនិយាយទៅគឺមើលទៅស្រស់ស្អាតខ្លាំងមែនតើហ្មងណាហើយពួកខ្ញុំក៏បាននាំគ្នាទិញមីដើម្បីទុកឲ្យចំណីថៃក្រោយដែលពេលយើងចេញពីអុជធូបមកវិញហើយអ្នកទាំងអស់គ្នាក្នុងនោះគឺមានត្រូវច្រើនមែនតើហើយនេះយើងបានមកដល់កន្លែងវិហារចិនហើយមានអារម្មណ៍ថាដើរចូលមកដល់កន្លែងហ្នឹងគឺដូចយើងមកដល់កន្លែងវិហារចិនដែលនៅប្រទេសចិនផ្ទាល់ចឹងដោយសារតែចូលមកគឺការរៀបចំនៅក្នុងហ្នឹងមិនថាជាសួនច្បារមិនថាជារុក្ខជាតិដើមឈើអីហ្នឹងគឺចេញមកគឺស្រស់ស្រាយខ្លាំងមែនតើហ្មងផ្កាចម្រុះពណ៌ជាមួយនឹងការតុបតែងវិហារចិនបែបចឹងទៀតចូលមកគឺមានអារម្មណ៍ថាដូចយើងបានទៅដល់ស្រុកចិនផ្ទាល់អញ្ចឹងណាហើយចំពោះដែលថាយើងនឿយហត់ពីការងារយើងមានអារម្មណ៍ stress អីហ្នឹងចូលមកកន្លែងហ្នឹងគឺត្រូវមែនតើមានជាមួយនឹងការសូត្រធម៌ឬសំឡេងជាធម៌ចិនអញ្ចឹងណាហើយជាមួយនឹងបរិយាកាសនៅក្នុងហ្នឹងស្ងប់ស្ងាត់ខ្លាំងជាងទៀតធ្វើឲ្យយើងមានអារម្មណ៍ថាយើងស្ងប់ចិត្តបានល្អហើយជាមួយនឹងសួនច្បារហ្នឹងអ្នកទាំងអស់គ្នាឃើញហ្នឹងគឺរុក្ខជាតិគឺឡើងខៀវស្ងាត់ហ្មងចូលមកពេលដែលដើមមកគឺក្តៅប៉ុន្តែចូលមកមានអារម្មណ៍ថាត្រជាក់ទៅជាមានខ្យល់អាកាសវិញណាហើយបន្ទាប់ពីពួកខ្ញុំអុជធូបហើយពួកខ្ញុំក៏នាំគ្នាអង្គុយលេងនៅក្នុងហ្នឹងបន្តិចទៅក្នុងហ្នឹងក៏មានដូចជាចាក់កំពីមានជាមួយនឹងសភៅធវចិនអីអញ្ចឹងហើយនេះពួកខ្ញុំបានអុជធូបអីរួចរាល់ហើយពួកខ្ញុំក៏បានដើរចេញមកដល់ខាងក្រៅហ្នឹងហើយពួកខ្ញុំនាំគ្នារៀបចំទៅឲ្យចំណីត្រីហើយនេះហើយគឺយើងបានមកដល់កន្លែងឲ្យចំណីត្រីហើយកូនត្រីច្រើនមែនតើមិនថាទូចមិនថាធំទេគឺច្រើនខ្លាំងណាស់ហើយពួកខ្ញុំអត់បានធៀមជាចំណីត្រីអីមកទេពួកខ្ញុំធៀមជាមីដែលសាយមិនមែនមកជាលើកដំបូងទេមកច្រើនដងហើយត្រីនៅនឹងចូលចិត្តញ៉ាំមីហើយពេលមុននឹងយើងឲ្យចំណីហ្នឹងគឺយើងមីហ្នឹងយើងដំឲ្យទុយសិនទៅបើមិនអញ្ចឹងទេដាក់ទៅគឺទៅដើមគ្នាហើយវីដេអូពួកយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការចូលចិត្ត